នៅពេលដែលបងប្អូនអរគ្នាយកពាក្យថា OK វានឹងមាន function ចំនួន2គឺ user និង group អញ្ចឹងបងប្អូនអរគ្នាចូលកន្លែង user ចុច double click ទៅលើវាមកនៅពេលដែលបងប្អូនចុច double click ទៅលើវាសួស្តីបងប្អូនអរគ្នាជាទីមេត្រីថ្ងៃនេះខ្ញុំធ្វើវីដេអូមួយទាក់ទងជាមួយនឹងការបដូរ user នៅក្នុង PC ឬក៏នៅក្នុង computer ជាដំបូងយើងត្រូវ check មើលទាំងអស់គ្នាជាដំបូងយើងចូលកន្លែង search រួចវាយពាក្យថា run បន្ទាប់មកបងប្អូនអរគ្នាចូលកន្លែង run ខាងលើ run system នៅពេលដែលចេញលក្ខណៈបែបនេះឧទាហរណ៍ថាខ្ញុំអត់ទាន់មានទេលក្ខណៈបែបនេះណាអញ្ចឹងបងប្អូនត្រូវវាយពាក្យថា lusmgr.sc ខ្ញុំបានយកទេខ្ញុំយកកន្លែងហ្នឹងណា lusmgr.sc បន្ទាប់មកបងប្អូនអរគ្នាចូលពាក្យថា OK នៅពេលដែលបងប្អូនអរគ្នាយកពាក្យថា OK វានឹងមាន function ចំនួន2គឺ user និង group អញ្ចឹងបងប្អូនអរគ្នាចូលកន្លែង user ចុច double click ទៅលើវាមកនៅពេលដែលបងប្អូនចុច double click ទៅលើវាហើយបងប្អូនអរគ្នានឹងឃើញពាក្យបើយើងរឹបខាងក្រោមគេមានន័យថាវានៅស្ថិតក្នុងជួរទី2អញ្ចឹងកន្លែងនេះឃើញមានឈ្មោះថា Hey Chanmaj ណាអញ្ចឹងបងប្អូនអរគ្នាចុច double click ទៅលើវានឹងចេញផ្ទាំងមួយទៀតដែលបង្ហាញឲ្យបងប្អូនអរគ្នាមានពាក្យថា full name អញ្ចឹងយកពាក្យ full name នេះបងប្អូនអរគ្នាអាចដូរបានឥឡូវខ្ញុំសុំដូរវាដាក់ថា Maj IT ហើយបន្ទាប់មកបងប្អូនអរគ្នាយកពាក្យថា apply នៅពេលដែល apply ហើយបងប្អូនអរគ្នាយកពាក្យថា OK អញ្ចឹងរួចជាការស្រេចអញ្ចឹងឥឡូវយើងចូលទៅ check ទាំងអស់គ្នាអូខេនៅពេលដែលយើង restart computer ហើយយើងទៅ check មើលទាំងអស់គ្នាអញ្ចឹងដើម្បី check វាយើងចូលកន្លែង window ហើយយកកន្លែង setting ហើយបន្ទាប់មកបងប្អូនអរគ្នារកផ្នែកខាងឆ្វេងដៃរកពាក្យថា account នៅពេលបងប្អូនចុច double click ទៅលើ account ហើយស្វែងរកពាក្យថា your information កន្លែងនេះបងប្អូនអរគ្នាយកពាក្យថា your information ចូលកន្លែងនេះហើយបងប្អូននឹងឃើញពាក្យថា Maj IT ណាអញ្ចឹងយើងដូរទទួលបានជោគជ័យអញ្ចឹងបើសិនណាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានសារៈសំខាន់បងប្អូនកុំភ្លេចចុចពាក្យ subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ